สุเมปัจเจปนัสยาเตเทยังภูมิเวเรภูมิยเมอนุเมเทยในคาติวเสปะเรนเปนังอาเสอานุปาติเสสายะนเปนเทตยาខ្ញុំសូមក្រាបថ្វាយបង្គំចំពោះព្រះសក្យមុនីសម្មាសម្ពុទ្ធអង្គនោះដែលព្រះអង្គទ្រង់បរិនិព្វានទៅហើយដោយអនុបាទសេសនពានធានក្នុងចន្លោះតាមសិលព្រឹកព្រះគូចិត្តក្នុងប្រសិទ្ធរាក្នុងបច្ចុប្បន្នសម័យដ៏មានកម្លាំងក្នុងថ្ងៃនេះនៃខតរៈឈ្មោះអនុរាធាក្នុងថ្ងៃអំពីយាមអំពីឲ្យព្រះវស្សាខែកន្លងមកថ្ងៃបាន4ខែថ្ងៃកន្លងមកថ្ងៃបាន10ថ្ងៃថ្ងៃខែឆ្នាំនេះលោកកំណត់ទុកជាអតីតកាលបច្ចុប្បន្នកាលេចំណែកឯពុទ្ធសាសនាស្ថិតនៅក្នុងបច្ចុប្បន្នកាលនេះស្ថិតនៅក្នុងពុទ្ធសករាជ2569អនាគតកាលេចំណែកឯពុទ្ធសាសនានៅខាងអនាគតកាលនៅសល់2431ព្រះវស្សាខែនៅសល់7ខែថ្ងៃនៅសល់19ថ្ងៃថ្ងៃខែឆ្នាំនេះលោកកំណត់ទុកជាអនាគតកាលបើមករួមសេរីទាំង3កាលមានអតីតបច្ចុប្បន្ននិងអនាគតទាំង3កាលនេះបញ្ចូលគ្នាទៅពុទ្ធសាសនានឹងគ្រប់ចំនួន5000ព្រះវស្សាដោយបរិបូរណ៍អាយុសូមឲ្យញាតិញោមជាពុទ្ធបរិស័ទទាំងឡាយមានអាយុយឺនយូរពីវណ្ណៈសូមមានពរសម្បូរកាយផុសផង់សម្រុំល្អ3សុខៈសូមមានសុខកាយសប្បាយចិត្ត4ពលៈសូមមានកម្លាំងកាយនិងកម្លាំងសតិជ្រះថ្លាបណ្ដាពុទ្ធកោទាំងឡាយ4ប្រការនេះវត្តធម្មតោចូលចម្រុងចម្រើនកើតមានដល់ឥសរាធិបតីសម័យដល់ធម្មវិទ្យាទេសនាប៉ុន្តែបើសិនជាអង្គខ្ញុំបកណ្ណាអាត្មាភាពសម្ដែងទៅហើយជួនជាមានការលើកលួសខ្វះខាតបបបាអក្សរជាជំនះភាសាបាលីសេចក្តីអធិប្បាយត្រង់ណាមួយនោះក៏សូមធ្វើការខាងទៅអភ័យអត់ទោសដល់អង្គខ្ញុំបកណ្ណាអាត្មាភាពផងព្រោះអង្គខ្ញុំបកណ្ណាក្រៃទៅត្រូវខាងញោមប្រុសខុសឲ្យខាងញោមក្រៃត្រូវខាងយាយខុសឲ្យខាងតាគប់ខាងអាចារ្យក្រៃខុសខាងឯកសារគប់ខាងយុវនារីក្រៃខុសខាងយុវជនហើយជួនជាមានការលើកលួសខ្វះខាតរបស់បាតកំណាមួយលោកក៏សូមធ្វើការខាងទៅអភ័យអត់ទោសដល់អង្គខ្ញុំបកណ្ណាអាត្មាភាពជាអ្នកសម្ដែងផងសូមចាសខ្ញុំបកណ្ណាសូមប្រកាសពុទ្ធពរព្រះសក្យមុនីសម្មាសម្ពុទ្ធអង្គនោះដែលព្រះអង្គទ្រង់បរិនិព្វានទៅហើយដល់អនុបាទសេសនពានធានក្នុងចន្លោះតាមសិលព្រះគូសូមធ្វើមកម្នាក់នេះគឺតម្រូវត្រូវអង្គខ្ញុំបកណ្ណាអាត្មាភាពនឹងលើកយកនៅព្រះសទ្ធម្មវិសេសទេសនាយកមកសម្ដែងចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយសម្ដាប់ដូចតទៅនេះដោយនៅក្នុងថ្ងៃនេះគឺជាពេលដែលកន្លងសភាចាត់ការដោយលោកម៉ាសុផលដែលជាប្រធានវិទ្យាល័យធម៌ទេសនានៅក្នុងថ្ងៃនេះអមានន័យដតីក្រៅអំពីបុណ្យជុំបិណ្ឌទេខ្ញុំកុំឲ្យថាអញ្ចឹងញោមចាំតាមនេះថាតើពិធីបុណ្យកម្មបិណ្ឌនិងជុំបិណ្ឌនេះចាប់ឡើងកុំឲ្យថាមកស្ដាប់ធម៌ហើយថាធម៌ស្ដាយទីដីអញ្ចឹងអត់បានអីទៅវិញអញ្ចឹងមានស្ដាប់ធម៌ហើយយើងចាំចាំទៅធម៌ផងញោមក៏ចាំទៅធម៌ផងអញ្ចឹងពិធីបុណ្យជុំបិណ្ឌនិងការបិណ្ឌនេះបើសិនជាយើងចែកចេញជាពីរបទពាក្យថាជុំរបស់ពាក្យថាបិណ្ឌការបដងពុទ្ធតំជាដើមនឹងគេថាជុំបណ្ឌិតជាភាសាបាលីប្រែថាតន់មិនតន់ណាក៏ទៅជាពាក្យថាជុំបិណ្ឌអញ្ចឹងន័យដែលស្គាល់ស្ដាប់គឺជាពាក្យដែលជុំទៅដោយដុំបាយប្រជុំទៅដោយដុំបាយផ្សេងៗនេះគេហៅថាបុណ្យជុំបិណ្ឌមិនតន់ទេក៏ហ្នឹងអត្ថន័យនៃពិធីបុណ្យការបិណ្ឌនិងជុំបិណ្ឌអញ្ចឹងពិធីបុណ្យការបិណ្ឌនិងជុំបិណ្ឌនេះគឺមានតាំងពីសម័យបុរាណទី2ហើយបែបពុទ្ធសាសនាខ្ញុំមើលទៅមិនចាំទេណាខ្ញុំមើលទៅក្នុងកម្មវិធីបុណ្យហ្នឹងមានពីរបែបគឺមានបែបប្រពៃណីមួយបែបសាសនាមួយតែในកម្ពុជានេះដែលរកកម្មវិធីបុណ្យនេះឡើយជាបុណ្យណាមួយកាលណានេះធ្វើយើងណាខ្ញុំអត់មានការធ្វើយើងណាចឹងហើយទីក្រុងទៅនេះគេហៅថាជាប់ឯកតាមទៅ
ចឹងគឺប្រជាជនខ្មែរយើងតាំងពីមុនមកគឺទោះបីមិនមានសាសនាចូលមកក្នុងប្រទេសកម្ពុជាយើងក្តីពេលនោះការសិក្សាចេះចាំទីជួយមកគឺពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះសាលាចរិតប្រខណ្ឌហើយនិងសាលាចរិតតាព្រំលោកបានបញ្ជាក់មកថានៅក្នុងរាជការប្របាទអង្គឌួងពងសានឹងនៅត្រង់ចំណុចមួយនឹងហើយតែចំណីវាបែបតែគេហៅថាបុណ្យបែបប្រពៃណីខ្ញុំតើណាត់ញោមតើណាត់តើអញ្ចឹងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះយើងមើលទៅគឺទី1គឺបែបប្រពៃណីអបបន់ដល់អ្នកដែលបានចែកឋានទៅមានមេដាបេដាជាដើមនឹងទី1ពីរបែបភាគច្រើនគេយកលំនាំទៅតាមលោកយាយវិសាខាបងលោកយាយវិសាខាដោយនៅក្នុងសម័យពុទ្ធកាលអញ្ចឹងគឺលោកយាយវិសាខាដែលជាអ្នកត្រួតត្រងនៅពុទ្ធសាសនាជួយទំនុកបំរុងប្រសង់នៅក្នុងរដូវវស្សារដូវវស្សាគឺភ្លៀងធ្លាក់ប្របីប្របាច់ច្រើនហើយប្រសង់លោកមិនអាចនិមន្តបានទេអញ្ចឹងហើយសម័យកាលនោះលោកយាយវិសាខាបានទំនុកបំរុងប្រសង់រយៈពេល3ខែបងរយៈពេល3ខែរដូវវស្សាហ្នឹងបងមែនអត់ក៏យើងធ្វើបន់ភាគច្រើនចង់បានទៅនៅកសោផលបន់ហ្នឹងដល់អ្នកដែលបានចែកឋានទៅបានបន់ដល់ខ្លួនយើងហើយតម្លៃនៅក្នុងពិធីបន់កាន់បន់ជុំបន់នេះគឺបើសិនជាយើង